នាងទទួលរងនៅអំពើហិង្សាក្នុងគ្រួសារដោយប្តីរបស់នាងរាល់ថ្ងៃរាល់ពេលដែលគាត់ត្រូវគេវាយគាត់មិនហ៊ាននិយាយអ្វីទាំងអស់ការភ័យខ្លាចយូរអង្វែងបានធ្វើឲ្យគាត់បាត់បង់ភាពក្លាហានក្នុងការតស៊ូមានតែការស្ដាប់បង្គាប់ស្ពឹកប៉ុណ្ណោះបន្ទាប់ពីវាយនឹងទាត់បុរសនោះបានលុតជង្គង់នៅចំពោះមុខប្រពន្ធរបស់គាត់ម្ដងទៀតដោយកាន់ផ្កាកុលាបនៅក្នុងដៃរបស់គាត់ហើយសុំការអភ័យទោសស៊ីស៊ីបានរៀបការអស់រយៈពេលជាច្រើនឆ្នាំរង្វង់ដ៏កាចសាហាវនៃការសុំអភ័យទោសចំពោះស្វាមីត្រូវបានគេមើលឃើញជាយូរមកហើយប្តីពិតជាបានប្រើលេសឥតអៀនខ្មាស់នៃការប្រយុទ្ធនៅក្បែរគ្រែដើម្បីបង្ខំឲ្យគាត់រួមភេទដើម្បីឲ្យគេហៅថាទំនាក់ទំនងជួសជុលស៊ីស៊ីគឺគ្រាន់តែជាឧបករណ៍សម្រាប់ប្តីរបស់នាងបញ្ចេញអំពើហិង្សានិងផ្ដល់ជំនួយហើយបេះដូងរបស់នាងគឺដូចជារាងកាយដែលមានស្នាមជាមនោះវាត្រូវបានប្រេះដោយរន្ធស្នាមជាមស៊ីស៊ីចង់រត់គេចច្រើនជាងម្ដងទើបតែប៉ុន្មានថ្ងៃមុននេះទេនាងទើបតែផ្លាស់ប្ដូរម្ដាយរបស់នាងដែលមានជំងឺវង្វេងវង្វាន់ចូលក្នុងមណ្ឌលថែទាំថ្មីប៉ុន្តែក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយមុនពេលឡើងគ្រងរាជ្យប្តីបានហៅដែលម្ដាយបានហូរឈាមរួចទៅហើយពីការធ្វើទារុណកម្មរបស់បុរសឆ្កួតនេះដើម្បីសុវត្ថិភាពម្ដាយស៊ីស៊ីអាចបោះបង់ចោលឱកាសនេះដើម្បីគេចចេញពីទឹកភ្នែកបន្ទាប់ពីត្រឡប់ទៅជីវិតវិញរៀងរាល់ព្រឹកម៉ោង 5:30 CC ត្រូវរៀបចំអាហារពេលព្រឹកសម្រាប់ស្វាមីឲ្យទាន់ពេលវេលាសូម្បីតែពេលវេលាកម្ដៅនៃទឹកត្រូវតែមានភាពត្រឹមត្រូវដល់វិនាទីហើយប្តីទើបតែប៉ះអ្នកកាន់ពែងបេះដូងរបស់ CC បានឈានដល់បំពង់របស់នាងភ្លាមអញ្ចឹងខ្ញុំមិននិយាយពីវាទៀតទេបើអ្នកអញ្ចឹងតើម្ហូបរបស់អ្នកខុសអ្វីតោះនិយាយពីសេរីជាមុនសិនសូមគោរពដូចអ្នកនៅជិតសត្វអាណារៀបការជាមួយក្មេងស្រី3នាក់តែថ្ងៃនេះប្តីខ្ញុំមិនខឹងទេផ្ទុយទៅវិញនាងជូតមួនលើគាត់ថ្នមបុរសនោះបានអបគាត់ដោយក្តីស្រឡាញ់មុនពេលចេញទៅក្រៅដូចជាគ្មានអ្វីកើតឡើងកាលពីយប់មិញបន្ទាប់ពីប្តីចាក់ចេញស៊ីស៊ីយូហ៊ានបញ្ចេញអារម្មណ៍ដែលត្រូវបានបង្ក្រាបជាយូរមកហើយអង្គុយលើដីយំបន្ទាប់មកញាប់ញ័រខ្ញុំបានជីកថ្នាំស្លាប់ចាក់ស្រាមួយដបទៀតចូលក្នុងតេម៉ូគាត់លេបថ្នាំគ្រាប់ក្នុងកែវស្រាត្រជាក់ហើយសម្រាប់គាត់ប្រសិនបើគាត់មានកូនខ្ញុំមិនអាចកម្ចាត់ជីវិតដ៏ខ្មៅងឹតនេះនៅក្នុងជីវិតរបស់ខ្ញុំបានទេនៅតែលាក់ខ្លួននៅក្នុងបន្ទប់ឧបករណ៍ប្រើប្រាស់ចង្អៀតនោះនេះគឺជាជ្រុងតែមួយគត់នៃផ្ទះដែលគាត់អាចដកដង្ហើមបានព្រះអាទិត្យរះតាមបង្អួចគាត់បានឃើញខ្លួនឯងនៅក្នុងភាពវង្វេងស្មារតីនៅពេលគាត់ទើបតែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគាត់គឺជាអ្នកនិពន្ធរឿងនិទាននៅគ្រានោះផ្កាភ្លើងនៅក្នុងសង្គមចុះហត្ថលេខាផ្ទាល់ខ្លួនរបស់អ្នកស្នាមញឹមគឺពោរពេញទៅដោយការចង់បានអនាគតសំឡេងរ៉ូតដែលកំពុងផ្ទុះបានធ្វើឲ្យគាត់ត្រឡប់ទៅរកភាពពិតវិញវាបានប្រែក្លាយថារូបភាពទើបតែពេលនេះគ្រាន់តែជាសុបិនប៉ុណ្ណោះគាត់មើលពេលវេលាមុខនៅម៉ោង 7 យប់ប្រហែលជាហត់ពេកបើអ្នកចង់ខ្ញុំអាចបន្តជាពីរបៀបបង្ហាញអត្ថបទទាំងមូលបន្តទៀតឬកែសម្រួលឲ្យអានរលូនជាភាសាខ្មែរជាងមុន